ជាបឋមខ្ញុំកណ្ណាសូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់ក្នុងការសង្គមជាទីស្រឡាញ់ឥឡូវថ្ងៃនេះបន្តនិយាយពីរឿងពន្ធដារថែមទៀតតោះឥឡូវពុកម៉ែបងប្អូនណាដែលមានបញ្ហារឿងទៅបងពន្ធដីធ្លីបងពន្ធប្រថាប់ត្រាក្នុងការយកដីយើងទៅបងពន្ធជូនរដ្ឋដូចហើយជឿនយ៉ាវវេទនារ៉ាំរ៉ៃអញ្ចឹងណាបងប្អូនទាំងអស់គ្នាយើងនាំគ្នាគិតគូររឿងនឹងតិចមកជួយ like ជួយ share ជួយមើលគ្នាបានច្រើនដើម្បីដាស់តឿនដល់អស់លោកមេសាខាពន្ធដារតាមខេត្តតាមអីផ្សេងៗជាពិសេសខេត្តកំពង់ស្ពឺដែលជាពលរដ្ឋនាំគ្នាមកពឹងពាក់ខ្ញុំផងខ្លួនឯងនឹងក៏ផងដែរទៅបងពុនវេទនាយកលុយទៅឲ្យរដ្ឋសោះវេទនាណាពុកម៉ែបងប្អូនហើយវាដូចជាអត់យល់ដូចវាធ្វើការងារមិនមានសិទ្ធិភាពអញ្ចឹងតែឥឡូវខ្ញុំគ្រាន់ផ្ដាំផ្ញើទៅអស់លោកមីពន្ធដាខេត្តឬក៏មីពន្ធដាធំទូទាំងប្រទេសអស់លោកមើលតែខាងក្រាស់សាំងកាល់តិចអីក្រាស់សាំងផ្សេងៗនៅគេលក់ទំនិញលក់អីវ៉ាន់ណាគេស្ដាយពេលវេលាណា24ម៉ោងណាគេប្រើបុគ្គលិក3វេនអត់មានតនេទេទីតាំងមកគេដំណើរការ24ម៉ោងបុគ្គលិកគេធ្វើការងារ3វេនផ្លាស់ប្ដូរគ្នាណាកន្លែងគេលក់ដាច់ចឹងហើយយើងពន្ធដារនេះដែលប្រជាពលរដ្ឋទៅឈរតម្រង់ជួងអង្គុយចាំយកលុយទៅបងពន្ធជូនរដ្ឋនេះរឿងដីធ្លីរឿងអីនេះរួចឆៃអស់លោកពន្ធដារចាតែត្រេតត្រតទុកឯកសារប្រជាពលរដ្ឋរាប់ខែរាប់ឆ្នាំណាយើងខ្មាស់ប្រជាពលរដ្ឋអត់ណាយើងខ្មាស់សៀមអត់សៀមឆ្លៀនពៀនខ្មែរនេះណាដោយសារតែវាដឹងតែយើងនេះវាខ្សោយវាអន់វាថយហ្នឹងវាបើហ៊ានឆ្លៀនពៀនយើងហ្នឹងណាអស់លោកខ្មាស់អត់យើងមើលគំរូក្រុមហ៊ុនឯកជនជារកស៊ីមើលណាយើងកន្លែងលុយពន្ធដារមានលុយមានអីសោះមិនក៏ទិញកុំព្យូទ័រថែមមិនក៏មិនរើសមន្ត្រីកិច្ចសន្យាថែមទៅក្មេងៗថ្នាក់ទី12នៅអីរៀនចប់បញ្ញាបអីងាប់ហើយគ្នាចង់ធ្វើការងាប់ហើយប្រាក់ខែ1លាន20ម៉ឺននេះហ្នឹងគ្នាធ្វើការងារបានលុយផងបានបទពិសោធន៍ផងយើងរើសគ្នាយកមកធ្វើមើលខ្ញុំអត់យល់អស់លោកអីគោក្តោបអំណាចនៅជំរិញនៅហ្នឹងណាដដែលការងារហ្នឹងរាប់ខែរាប់ឆ្នាំហើយមិនតិចទេអារឿងយឺតយ៉ាវហ្នឹងចង់ឲ្យជារូបជននាំគ្នាទៅបាតកម្មក៏អីបងប្អូនជួយខមមិនជួយ share ទាំងអស់គ្នាមកនាំគ្នាទៅបាតកម្មមេពន្ធដារតិចមើលពន្ធដារនឹងពេញឬក៏ពន្ធដារតាមខេត្តជាពិសេសកំពង់ស្ពឺបងប្អូនជួយនាំគ្នាមកបាតកម្មតិចមើលមិនអស់លោកថ្ងៃណាមកភ្ញាក់លឹកបើគេយកលុយទៅឲ្យភ្លាមមេពន្ធដារនេះសញ្ញេលឿនផ្លែតតាមច្រកក្រោយដល់ប្រជាពលរដ្ឋយកឯកសារទៅដាក់តាមលេខរៀងនៅចម្រិញរាប់ខែរាប់ឆ្នាំនៅហ្នឹងណាឥឡូវគិតមិនបងប្អូនប្រជាពលរដ្ឋយើងណាជួយគិតគ្នាមើលណាមិនមកទេនាំគ្នាទៅបាតកម្មហ្មងណារឿងនេះយើងថាជាពលរដ្ឋយកលុយទៅឲ្យសោះណាបងប្អូនជួយ share ជួយ like គ្នាណាឥឡូវចាំមើលឲ្យបានទៅដល់មេពន្ធដារធំនៅពេញមើលផងមើលណាមេសាខាខេត្តកំពង់ស្ពឺនេះពន្ធដារនេះរឿងប្រជាពលរដ្ឋយកពន្ធប្រថាប់ត្រាបងថ្លៃដីទិញដីលក់ដីឬក៏យកដីចុះបញ្ជីទៅបងពន្ធដែលដីទិញលក់នេះបើពន្ធឡានពន្ធអីពីដាស់តឿនរំលឹកណាប្រយ័ត្នហួសថ្ងៃបងពន្ធឡានដល់ឲ្យខ្លួនឯងយកឯកសារប្រជាពលរដ្ឋទៅទុកវិញអត់មានដាស់តឿនតែប្រញាប់មកយកប្រញាប់អីអត់មានដាស់តឿនទេពន្ធឡានបានតែបងយឺតបងយ៉ាវខានបងវិញបាច់ចេះគុណទ្វេជាពីរអីក៏ចេះម៉េចហើយអញ្ចឹងដល់ប្រជាពលរដ្ឋចេះតែទុកមិនសំណុកហ្នឹងណាឥឡូវបងប្អូនណាលើកយើងនិយាយរឿងពន្ធដារប៉ុណ្ណឹងសិនចាំនិយាយឯកឧត្តមរឿងឯកឧត្តមជួបកាញ់រឹកទៀតរឿងប៉ូលីសនិយាយរឿងផ្សេងមួយទៀតអរគុណបងប្អូនជួយ like ជួយ share គ្នា